អាដាមបណ្ឌិតសំពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែបបានអនុញ្ញាតជូនអាដាមវ៉ាន់ឡាល់វូណាបាវិតឡុងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគូសំនៅសាលាខេត្តកែបក្រុងបានស្ថាបនានិសាឡើងវិញដើម្បីបំពេញនៅសុខសួស្តីតបតាមការស្នើសុំរបស់ស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជានឹងមានការឯកភាពរបស់ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី13ខែឧសភាឆ្នាំ2025អាដាមបណ្ឌិតសំពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែបបានអនុញ្ញាតជូនអាដាមវ៉ាន់ឡាល់វូណាបានវិឡុងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួសមនៅសាលាខេត្តកែបជំនួបនេះធ្វើឡើងក្នុងគោលបំណងរឹតបំណងមេត្រីភាពរវាងរដ្ឋបាលខេត្តកែបនិងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនោះអាដាមបណ្ឌិតសំពិសិដ្ឋបានបង្ហាញពីសក្តានុពលដែលខេត្តកែបមានជាពិសេសភាពរីកចម្រើនលើវិស័យទេសចរណ៍បន្ថែមពីនេះអាដាមបណ្ឌិតក៏បានគូបញ្ជាក់បង្ហាញពីទីតាំងទេសចរណ៍ថ្មីសំខាន់ជាច្រើនកំពុងរីកលូតលាស់បម្រើដល់សេចក្តីត្រូវការរបស់អ្នកទេសចរទាំងជាតិអន្តរជាតិអាដាមបណ្ឌិតបានលើកឡើងថាប្រជាជននៃព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋឥណ្ឌាមានទំនៀមទម្លាប់ប្រពៃណីប្រហាក់ប្រហែលគ្នាជាពិសេសលើជំនឿសាសនាដោយខេត្តកែបក៏កំពុងសាងសង់ព្រះពុទ្ធរូបកម្ពស់45ម៉ែត្រនៅលើភ្នំក្នុងតំបន់ឧទ្យានជាតិខេត្តកែបសម្រាប់អ្នកដែលចូលចិត្តធ្វើការសមាធិមកពីគ្រប់បណ្ដាប្រទេសក៏ដូចជាសាធារណរដ្ឋឥណ្ឌាផងដែរក្រៅពីនោះអាដាមបានស្នើដល់ភាគីឥណ្ឌាជួយផ្ដល់ការឧបត្ថម្ភគាំទ្រដល់ខេត្តកែបក្នុងការអភិវឌ្ឍលើវិស័យមួយចំនួនដូចជាវិស័យអប់រំទេសចរណ៍វិស័យកសិកម្មវិស័យសុខាភិបាលបច្ចេកវិទ្យានិងជួយបណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈការផ្ដល់នូវអាហារូបករណ៍ឬវគ្គបណ្ដុះបណ្ដាលជាដើមថ្លែងនៅឱកាសនោះដែរអាដាមវ៉ាន់ឡាវូណាបាវិតឡុងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរលើភាពរីកចម្រើនរបស់ខេត្តកែបទៅលើការសាងសង់បាននៅហេដ្ឋារចនាសម្ព័ន្ធនានាអាដាមក៏ទទួលស្គាល់ដែរថាខេត្តកែបពិតជាមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ដោយមើលឃើញទៅនេះអាដាមបានលើកជាគំនិតមួយតាមរយៈសមាគមទេសចរកម្ពុជានិងសមាគមទេសចរឥណ្ឌាធ្វើការជាមួយគ្នាក្នុងការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរខេត្តកែបឲ្យកាន់តែទូលំទូលាយសម្ដៅទាក់ទាញពលរដ្ឋឥណ្ឌានិងអ្នកទេសចរពីបណ្ដាប្រទេសដទៃទៀតធ្វើដំណើរមកកាន់ខេត្តកែបក៏ដូចជាកម្ពុជាឲ្យកាន់តែច្រើនឡើងក្រៅពីនេះអាដាមបានសន្យាផងដែរថាក្នុងការផ្ដល់អាហារូបករណ៍និងវគ្គបណ្ដុះបណ្ដាលនានាជូនដល់មន្ត្រីសាលាខេត្តកែបនិងសិស្សានុសិស្សនៅខេត្តកែបផ្ទាល់តាមរយៈស្ថានទូតឥណ្ឌាជាមួយគ្នានេះដែរអាដាមឯកអគ្គរដ្ឋទូតឥណ្ឌាសន្យាបន្តជុំវិញលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងខេត្តកែបនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋហ្គោអានៃសាធារណរដ្ឋឥណ្ឌាឲ្យចេញជាផ្លែផ្កានាពេលឆាប់នេះគូបញ្ជាក់ថាមុនជំនួបសម្ដែងការគួសមនេះអាដាមឯកអគ្គរដ្ឋទូតឥណ្ឌាបានអញ្ជើញមកទស្សនកិច្ចនៅខេត្តកែបតាមតំបន់សក្តានុពលនានារបស់ខេត្តកែបក្នុងនោះអាដាមមានភាពភ្ញាក់ផ្អើលលើធនធានធម្មជាតិរបស់ខេត្តកែបជាពិសេសដំណាំម្រេចនៅតាមតំបន់ភ្នំវល្លិជាដើម